ក្រោយចុះសម្បត្តិអាពាហ៍ពិពាហ៍រួចលោកប្រពន្ធតូចរបស់ខ្លួនឡើងក៏មានអារម្មណ៍ថាក្តៅពេញខ្លួននឹងបេះដូងលោតញាប់ថ្ងៃនេះមិនក៏ក្តៅម្លេះថ្ងៃនេះសេតនាភាពទៀបជាងម្សិលមិញទៀតដឹងថាកាលពី1ឆ្នាំមុននាងនៅជាស្រីថតទម្ងន់150គីឡូគេសើចំអកនឹងរើសអើងរស់នៅយ៉ាងថោកទាបរហូតដល់ថ្ងៃមួយនាងបានដឹងដោយហេតុពិតប្រាកដតែធ្វើឲ្យនាងថតបែបនេះគឺមកពីប្អូនស្រីចិត្តអាក្រក់លួចធ្វើបាបពីក្រោយខ្នងបដូរថ្នាំវីតាមីនដែលនាងលេបរាល់ថ្ងៃទៅជាថ្នាំអ្វីដែលធ្វើឲ្យនាងរឹតតែខ្លោចចិត្តពីយប់មិញប្អូនស្រីចិត្តដើម្បីបំផ្លាញកេរ្តិ៍ឈ្មោះរបស់នាងបានបង្ខំឲ្យនាងផឹកស្រាបញ្ជូនទៅក្នុងរបស់បរិសុទ្ធតែស្មានមិនដល់ថាដោយសារភាពចៃដន្យនាងបែរជាចូលទៅក្នុងរបស់កូនប្រុសសេដ្ឋីក៏មានរឿងមួយយប់ជាមួយកូនប្រុសសេដ្ឋីតែកំពុងស្រវឹងដូចគ្នាក្រោយមកនាងបារម្ភថាគេនឹងមានអារម្មណ៍ស្អប់គ្នាក៏ប្រញាប់ចាក់ចេញទៅបាត់នរណាដឹងពេលនាងទៅចេញមកអូនស្រីចិត្តអាក្រក់នេះនាងទៅយល់ច្បាស់ពីរឿងយប់មិញព្រមទាំងមូលហេតុតែសុទ្ធតែជាល្បិចកដែលគេរៀបចំមកក្នុងគោលបំណងបំផ្លាញនាងនិងដណ្ដើមយកទ្រព្យសម្បត្តិក្រោយដឹងការពិតនាងមិនបានយល់ស្រែកម្ចាស់ហើយក៏មិនបានបោះបង់ខ្លួនឯងដែរតែនាងតាំងចិត្តសម្រក់ត្រូវតែរស់នៅឲ្យស្អាតនិងមានតម្លៃឲ្យគម្រោងការរបស់ពីរអ្នកម្ដាយត្រូវបរាជ័យទាំងស្រុងចាប់ពីពេលនោះមកក្នុងរយៈពេល1ឆ្នាំបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង365ថ្ងៃដូចមួយចុងក្រោយក្រោមការតស៊ូមិនឈប់ឈរនាងក៏បានផ្លាស់ប្ដូររូបរាងទៅជាចង្កេះស្រស់សោភីខ្លាចជាស្រីស្អាតយ៉ាងពិតប្រាកដពីភាពធាត់និងភាពទន់ខ្សោយពីមុនមិត្តភក្តិដែលកំពុងមើលវីដេអូនេះការកូឡាបដើម្បីឲ្យថ្ងៃខាងមុខមានលុយកាក់ហូរចូលសម្រាប់រាល់បំណងប្រាថ្នានិងមានសំណាងល្អចំណែកឯអ្នកដែលមិនដឹងរឿងអ្វីសោះអូនស្រីចិត្តអាក្រក់ហើយនាងឲ្យទៅមើលខ្លួនស៊ីងឲ្យម៉ាក់រកឲ្យកូនរកបានកន្លែងផ្ញើខ្លួនដ៏ល្អមានដៃគូសហការសំខាន់ម្នាក់អាយុ50ឆ្នាំលែងលះគ្នានឹងមានកូន2នាក់ខ្វះអ្នកមើលថែចិត្តតើល្អទេនេះច្បាស់ណាស់ថាចង់រុញក្មេងស្រីចូលទៅក្នុងរណ្ដាប់ភ្លើងប៉ុន្តែក្មេងស្រីនៅក្នុងការយល់ព្រមក្នុងចិត្តកំពុងរៀបគម្រោងកំទេចដៃគូសហការដ៏សំខាន់ដល់ភ្លើងដំបងបង្អស់នៅលើផ្លូវសងសឹករបស់ជាមួយគ្នានោះអ្នកត្រូវបានលោកយាយបង្ខំឲ្យទៅមើលមុខតែក្នុងចិត្តរបស់គេតែគិតដល់ស្ត្រីកាលពី1ឆ្នាំមុនគ្រាន់តែយប់នោះគេស្រវឹងខ្លាំងពេកចាំមិនបាននៅរូបរាងរបស់ចំណុចតែមួយគត់ដែលចាំបាននាងមានប្រជ្រុយពីកំណើតនៅត្រង់ខណៈពេលដែលគេកំពុងគិតពីរបៀបបដិសេធដៃគូមើលនៅពេលបន្តិចទៀតក្មេងស្រីម្នាក់ស្រាប់តែទោះដោយអចេតនាហើយបានស្លាកលេខទៅរបស់គេលេខ5មួយបានคล้ายទៅជាលេខ5ដោយសារតែគ្រោះថ្នាក់នេះហើយបន្ទាប់ពីក្មេងស្រីមកដល់នាងក៏បានច្រឡំលោកប្រធានជាដៃគូមើលមុខរបស់នាងក្មេងស្រីដំបងមើលមុខដោយល្បិចកលប៉ុណ្ណោះប៉ុន្តែនៅពេលដែលពួកគេទាំងពីរសម្លឹងមើលភ្នែកអារម្មណ៍ស្និទ្ធស្នាលចម្លែកក៏ផុសឡើងក្នុងចិត្តអ្នកទាំងពីរក៏ត្រូវចិត្តគ្នាតែម្ដងបន្ទាប់ពីលោកប្រធានណែនាំពីអត្តសញ្ញាណរបស់ក្មេងស្រីដឹងថាគេគឺជាអ្នកប្រុសធំក្នុងត្រកូលអ្នកក៏ជាអ្នកដែលម្ដាយចង់ខំប្រឹងរកឲ្យប្អូនស្រីពូកែល្បិចរបស់គ្នាមិននឹកស្មានថាជាមកជួបនឹងនាងដោយចៃដន្យមិនដឹងខណៈពេលនេះលោកប្រធានមានអារម្មណ៍ថាដូចជាធ្លាប់ស្គាល់ខ្លាំងណាស់តែនឹកមិនឃើញថាធ្លាប់ជួបនៅកន្លែងណាតើយើងធ្លាប់ជួបគ្នានៅឯណាទេសម្រស់របស់នាងពិតជាអស្ចារ្យបើប្រសិនបើយើងធ្លាប់ជួបគ្នាពីមុនខ្ញុំច្បាស់ជាចងចាំមិនភ្លេចឡើយហើយដោយសារតែគ្រួសារទាំងសងខាងតែបង្ខំឲ្យទាំងអ្នកទាំងពីរមានអារម្មណ៍ល្អចំពោះគ្នាដូចគ្នាគេទាំងពីរក៏សម្រេចចិត្តត្រូវគ្នាភ្លាមគ្នារៀបការបែបមិនលុកលបែងជីវិតឯកជនគ្នាបន្ទាប់មកពួកគេក៏ទៅសាលាដើម្បីចុះសម្បត្តិអាពីណៃឯប្អូនស្រីពូកែល្បិចវិញកំពុងតែចាំការរំខានខ្លួនរបស់ដោយការចង់រៀបការស្រមើស្រមៃដោយមិនដឹងថាពេលនេះព្រះអង្គត្រៀមនាំក្មេងស្រីដែលទៅតែចុះសម្បត្តិអាពីក្មេងស្រីគ្រាន់តែនាងក៏ទទួលបានភារកិច្ចចេញទៅក្រៅប្រទេសមួយរយៈក្រុមហ៊ុនមានការងារបន្ទាន់ខ្ញុំត្រូវត្រឡប់ទៅវិញជាបន្ទាន់ចាំខ្ញុំរួចរាល់ការនាំអ្នកត្រឡប់ទៅវិញពួកយើងនៅមានពេលច្រើនទៀតមិនទាន់ដឹងខ្លួនថ្ងៃបន្ទាប់ក្មេងស្រីនោះទទួលបានជាញឹកញាប់ជាមិត្តពីដោយសារតែការរំខាននាងក៏ខ្ញុំក៏បានប្លុកគេចោលប៉ុន្តែនៅវិនិច្ឆ័យរបស់ព្រះអង្គម្ចាស់ហោះចូលមកខ្ញុំមិនបានចិត្តណាទេខ្ញុំស្មានតែជាសាររំខានតើខ្ញុំអាចដកប្លុកចេញវិញដោយរបៀបណាបន្តិចថាចាំខ្ញុំរួចរាល់ការងារនៅអាមេរិកនេះខ្ញុំនឹងប្រញាប់ត្រឡប់ទៅជួបអ្នកវិញឲ្យបានឆាប់ហើយអញ្ចឹងខ្ញុំនឹងចាំអ្នកត្រឡប់មកតើពាក្យសម្ដីខ្ញុំនេះហាក់ដូចជាផ្ដើមមុនពេកទេតើវាហួសព្រំដែនទេល្អណាស់ខ្ញុំនឹងប្រញាប់ត្រឡប់ទៅផ្ទះឲ្យបានឆាប់ព្រះអង្គម្ចាស់អភិជនបានគម្រោងនិយាយថាគ្រាន់តែគាត់ខំមួយក្មេងស្រីនោះត្រូវធ្វើការថែមប៉ុន្មានឆ្នាំទៀតទៅហើយខេនយូខ្ញុំក៏ស្គាល់ដែរស្គាល់គ្នាច្បាស់ណាស់យ៉ាងហោចណាស់ក៏ខ្ញុំជាលោកស្រីចេញតែបាត់ដែរប៉ុន្តែប្តីប្រពន្ធនោះមិនជឿតតែក៏បានចេញខលទៅភ្លាមទៅកាន់ព្រះអង្គម្ចាស់ដែលកំពុងបំពេញការងារលោកអគ្គនាយកជំរាបសួរក្រុមហ៊ុនយើងមានបុគ្គលិកម្នាក់ឈ្មោះសុងឆេនៀនាងហ៊ាននិយាយទាំងមិនចេះខ្មាស់ស្គាល់លោកហើយមានទំនាក់ទំនងល្អជាមួយលោកគិតមើលទៅតើវាមិនគួរឲ្យចង់សើចទេពេលនោះប្តីប្រពន្ធទាំងពីរនាក់មានទឹកមុខមើលនរណាទៅដឹងថាព្រះអង្គម្ចាស់បានផ្ទះកំភ្លៀងគេចំតែម្ដងចាប់ពីពេលនេះទៅនាងគឺជាភរិយារបស់ខ្ញុំព្រះអើយអីគេហ្នឹងបុគ្គលិក